បើថ្ងៃណាមួយអ្នកមានអារម្មណ៍ថាធុញថប់ជាមួយនឹងការងារស្ដាប់ពាក្យទាំងអស់នេះ1ការងារអ្វីក៏ដោយក៏មានតម្លៃដែរវាថោកតែប្រាក់ខែទេតើ2មានការងារធ្វើប្រឹងធ្វើឲ្យអស់ពីលទ្ធភាពទៅកុំគិតពីប្រាក់ខែព្រោះប្រាក់ខែមានជាអ្នកគិតទេតើ3មនុស្សយើងកើតមកទៅវិញក៏ទៅវាជារឿងធម្មតារឿងដែលមិនធម្មតាពុំទាន់ទៅវិញផងវាទៅបាត់ទៅហើយ4មានការងារធ្វើប្រឹងធ្វើទៅកុំរអ៊ូថាហត់កុំរអ៊ូថាពិបាកអត់ការងារពិបាកជាងនឹង10ដងគូណោមខូតដូបាយបងប្អូនកាលពីឆ្នាំ1986នៅប្រទេសនីសេរីយ៉ាមាននារីម្នាក់ឈ្មោះថាគីមីណាតូម៉ូសាវ៉ានាងគឺជាជនជាតិជប៉ុនកាត់នីសេរីយ៉ានាងគឺមានការកាត់ផ្លែជាងគេនៅក្នុងប្រទេសបងប្អូននាងដើម្បីស្វែងរកវីរៈបុរសក្នុងជីវិតរបស់នាងថ្ងៃមួយនោះនាងបានយកសាំងទៅដុតផ្ទះរបស់នាងនាងរងចាំមើលថាបុរសណាមកសង្គ្រោះមកបន្លត់ផ្ទះនាងនឹងចាត់ទុកបុរសនោះជាវីរៈបុរសក្នុងជីវិតរបស់នាងដោយការគិតរបស់នាងពុកម៉ែបងប្អូន15នាទីក្រោយមកពិតជាមានបុរសម្នាក់យកទឹកមកជួយបន្លត់ផ្ទះរបស់នាងមែនបុរសម្នាក់នោះគឺជាឪពុករបស់នាងតែម្ដងរឿងនេះក៏តែអប់រំបង្រៀនថាពុកម៉ែបងប្អូនគឺមានតែឪពុករបស់យើងទេបងប្អូនដែលស្រឡាញ់យើងដែលជាវីរៈបុរសក្នុងជីវិតរបស់យើងអត់មានបុរសណាមានតម្លៃមានគុណស្មើនឹងឪពុករបស់យើងឡើយស្អីគ្រាន់តែរកវីរៈបុរសសោះយកផ្ទះទៅពិសោធន៍មិនព្រោះថាវីរៈបុរសមិនដែលលេចមុខក្នុងព្រឹត្តិការណ៍តូចឡើយមានព្រឹត្តិការណ៍ធំមានអសន្នធំទៅវីរៈបុរសលេចមុខដូចនៅក្នុងរឿង Spider-Man ជាដើមមានការដួលរលំអគារនៅក្នុងទីក្រុងទៅលេចមុខ Spider-Man ចេញមកជួយសង្គ្រោះជីវិតមនុស្សលោកមកបានកុំទ្រឹស្ដីពេកទៅលក់ដីគេដេញចោលទាំងពីរនាក់ហ្នឹងឡើ